បាទជំរាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នាបាទខ្ញុំសូមបង្ហាញពីការ backup Windows នៅពេលដែលកុំព្យូទ័រយើងមានបញ្ហាទៅគឺយើងអាច recovery មកប្រើវិញបានបាទអញ្ចឹងជាដំបូងនៃការ backup គឺយើងចូលទៅកាន់ folder យើងដើម្បីឆែកមើល drive C អញ្ចឹងយើង right click លើ drive C យើងមកយើងយកពាក្យថា property អញ្ចឹងWindows ដែលយើង store តុកហ្នឹងគឺ 21.5G អញ្ចឹងតមកទៀតគឺយើងតម្រូវឲ្យមានកម្មវិធីមួយដែលមានឈ្មោះ Acronis Secure 0 អញ្ចឹងយើងចូលទៅបើក run កម្មវិធីនឹងសិនមកដើម្បីធ្វើការ backup ទៅលើ software ដែលយើងបាន set up រួចហើយចឹងនៅពេលដែលវាមកដល់ផ្ទាំងនេះយើងអាចគ្រាន់តែចុច set up វាធម្មតាទៅកាន់កម្មវិធីនឹងដើម្បីចូលទៅកាន់កម្មវិធីនឹងចឹងនៅពេលដែលយើងចូលមកដល់កម្មវិធីហ្នឹងហើយគឺជា interface tool ទាំងអស់ហ្នឹងគឺយើងឲ្យទៅមកយើងចូលទៅកាន់ tool ហើយយើងទៅរកពាក្យថា Acronis Secure 0តមកយើងធ្វើការចុច select លើ tool ហ្នឹងមកដើម្បីបើកដំណើរការ backup ទៅលើ software ដែលយើងបាន set up តឡើងរួចនៅលើ store ទុកនៅលើ Windows របស់យើងចឹងវានឹង load មកហើយយើងសួរថាយើងនឹងចង់បំបែកត្រាយមួយណា ត្រាយ C ឬក៏ត្រាយ E ដែលយើងចង់បំបែកទៅលើទំហំ space អញ្ចឹងខ្ញុំសូមបំបែកទៅលើត្រាយ E ចឹងនៅពេលទៅដល់កន្លែងនេះគឺយើងគេសួរថាយើងចង់បំបែកទំហំប្រមាណហើយអញ្ចឹងខ្ញុំសូមបំបែកតែ25ទេដើម្បី backup ទៅលើ software ហ្នឹងវិញហើយយើងចុច next ហើយធ្វើការរងចាំនៅពេលវាដំណើរការសិនចឹងនៅពេលមកដល់ហ្នឹងគេនឹងសួរបញ្ជាក់យើងថាយើងចង់បំបែកតារាយប៉ុណ្ណឹងមែនអត់បញ្ជាក់នៅលើយើងហើយយើងចុច proceed ទៅដើម្បីឲ្យវាដំណើរការចឹងនៅពេលមកដល់នេះគឺវាកំពុងតែធ្វើការបង្កើត Acronis Secure 0ហើយយើងរងចាំវាដំណើរការចប់បន្ទាប់មកវានឹងតម្រូវឲ្យយើងត្រូវ restart កុំព្យូទ័រមួយសិនដើម្បីឲ្យយើងកុំឲ្យមានបញ្ហានៅពេលដែលយើង backup ភ្លាមចឹងនៅពេលដែលយើងធ្វើការមកដល់ទាំង Windows យើងវិញហើយយើងចូលទៅកាន់ PC វិញមកដើម្បីយើងបើកមើលថាយើងបាន backup file folder Acronis Secure 0បានហើយនៅចឹងយើងឃើញហើយនៅលើត្រាយហ្នឹងប៉ុន្តែយើងពីមុនយើងអាច hide ត្រាយហ្នឹងបានតែឥឡូវយើងអាច hide ឡើងបានហើយចឹងបន្តមកទៀតគឺយើងចូលទៅកាន់ Acronis Secure 0ដដែលដើម្បីបើកទៅធ្វើការ backup តែម្ដងចឹងនៅពេលដែលយើងចូលមកដល់កម្មវិធី Acronis Secure 0ម្ដងទៀតហើយគឺយើង select ទៅលើ interface backup app function ហ្នឹងហើយយើង select ទៅលើ select destination ហើយយើងយកពាក្យថា browse ដល់មកគឺយើង select ទៅលើត្រាយមួយណាដែលយើងបាន backup មុនហ្នឹងគឺយើង select Acronis Secure 0ដល់មកយើងចុចពាក្យ backup now ដើម្បីឲ្យវាដំណើរការ backup ទៅលើ software ដែលយើងបានតឡើងរួចហើយចឹងនៅពេលដែលវាដំណើរការ backup ចប់គឺយើងអាចចុចបិទវាបានចឹងបន្តមកទៀតគឺយើងចូលមកកំតិចទៅលើ Windows យើងមួយសិនដើម្បីឧទាហរណ៍ទៅលើការ backup បានចប់ហើយអញ្ចឹងយើងធ្វើការ shut down ទៅលើ machine VM របស់យើងសិនចឹងនៅពេលដែលយើងចូលមកកាន់ setting របស់ virtual machine យើងហើយយើងចូលទៅកាន់ setting យើង CD ហើយយើងប្រោទៅដាក់ file របស់ boot របស់ Acronis ព្រោះ Windows ដែលយើងបានកំទេចហើយគឺយើងត្រូវ boot software កម្មវិធីដែលយើងប្រើប្រាស់ហ្នឹងឲ្យមកវិញបន្ទាប់មកទៅគឺយើងចូលមកដល់ផ្ទាំង Windows យើងត្រូវ set up សារឡើងវិញដើម្បីបើក Windows យើងដំណើរការ
Chúng nó về mà đón đi mất thì dương chọn bị I don't have product key hayต่อมาទៀតគឺយើង select ទៅលើ Windows 10 Pro ប៉ុណ្ណឹង64 bit នៅពេលម្ដងនេះយើងត្រូវ format ទៅលើ partition របស់ Windows យើងចោលតែម្ដងចឹងមកដល់ផ្ទាំង air នេះហើយគឺ error ហើយចឹងយើងតម្រូវគឺយើងទៅដាក់ file acronym ដែលយើងបាន backup រួចហើយនៅ software យើងគឺយើងចូលទៅកាន់ VM របស់យើងហើយយើងដាក់ចូលទៅកាន់ CD ហើយយើងដាក់ file acronym របស់យើងចូលទៅដែលយើងបាន backup ទុកមុននៅពេលដែលយើងទៅឡើង software រួចមុនហ្នឹងអញ្ចឹងដល់ពេលយើងនេះហើយគឺយើងចុច OK ហើយយើងចូលទៅកាន់ firmware ម្ដងទៀតដើម្បី boot backup ទៅលើ software ដែលយើងបាន backup រួចចឹងនៅពេលយើងចូលមកដល់ផ្ទាំង acronym គឺយើងយក recovery ព្រោះដែលយើងបាន boot file software យ៉ាងហើយគឺយើង select full backup as disk archive ហើយតោះមកយើងយកnext បន្ទាប់ទៀតមកហើយបន្ទាប់មកគឺយើង select ទៅលើ disk ចឹងខ្ញុំដក tick ចោលនៅលើ drive E និងដក tick ចោលទៅលើ acronym secure ព្រោះយើងអត់ត្រូវការ recovery វាឡើងមកវិញទេបន្ទាប់មកគឺយើងយក next បន្ទាប់ទៀតចឹងនេះគឺជា process ដំណើរការរបស់វាដែលយើងវាធ្វើការ backup ទៅលើ software របស់យើងហើយយើងយកពាក្យថា next ទៀតចឹងយើងយក next ទៀតមកចឹងនៅពេលម្ដងនេះមកវានឹងលោតដំណើរការ operating progress របស់យើងអញ្ចឹងយើង tick ទៅលើ restart the computer when the operation is complete មកហើយយើងរងចាំនៅពេលវាដំណើរការចប់ចឹងនៅពេលដែលវាដំណើរការចប់វានឹងលោតមកកាន់ផ្ទាំង Windows របស់យើងវិញហើយចឹងឥឡូវយើងចូលមកកាន់ home នៅ Windows យើងហើយចឹងយើងបាន recovery ទៅលើ software ដែលយើងបាន backup មកវិញរួចហើយនៅលើម៉ាស៊ីនថ្មីបាទចឹងវីដេអូនៃការបង្ហាញ backup Windows ទៅកាន់ acronym ចឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណច្រើន